Good morning បងប្អូនទាំងគ្នាតើវាមកកាន់ vlog ថ្មីរបស់ខ្ញុំបាទទេហើយធានារត់ vlog ហើយខ្ញុំខានចេញវីដេអូថ្មីយូរហើយដោយសារតែរវល់ការងារច្រើនពេកអញ្ចឹងអត់សូវមានពេលថត vlog លើក៏ឆ្លៀតពេលមកការគេនៅខេត្តកពតបាទហើយដល់ចឹងទៅក៏នាំគ្នាមកដើរទស្សនានៅតំបន់កំសាន្តផ្សេងៗនៅខេត្តកែបក៏ដូចជាខេត្តកពតផងដែរឥឡូវមកសូមបងប្អូនមកទស្សនាវីដេអូរបស់ខ្ញុំបាទដែលវីដេអូនេះខ្ញុំចិត្តថតលេងនេះដោយសារតែខានធ្វើវីដេអូ vlog យូរអញ្ចឹងទៅជានឹកបងប្អូនអរគ្នាហើយឥឡូវមកទស្សនាវីដេអូថ្មីរបស់ខ្ញុំបាទហើយឥឡូវយើងមកចូលនៅផ្សារក្តាមនៅខេត្តកែបខ្ញុំអត់ដែរចូលនៅទីនេះទេលើកទី1ដែលខ្ញុំចូលទិញបានអាវ2បាទអត់ដឹងទិញអីឃើញអាវគេស្អាតដល់លេងចូលឆ្នាំនៅខាងមុខនេះហើយមកមើលគ្រូចិនគាត់ក៏ទិញមួកមួយដែរបាទដល់ពាក់មួកហើយស្ពាយកបោបចឹងទៅដូចអ្នកលក់ចឹងហើយពួកយើងក៏បានទិញបានក៏ដូចជាម្ហូបអាហារសម្រាប់ញ៉ាំអាហារថ្ងៃត្រង់ដើម្បីទៅលេងនៅភ្នំបូកគោបាទ